បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទយើងវិលត្រឡប់មកជួបខ្ញុំម្ដងទីការធ្វើនៅដំណុចឆ្នោតយន្តនៅថ្ងៃទី18ខែ3ឆ្នាំ2026មកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដោយថ្កាលេងសងសនាបន្តទៀតផងដែរបាទហើយនេះគឺជាលទ្ធផលវេលាម៉ោង4:30នាទីល្ងាចពុកម៉ែបងប្អូនទាំងអស់គ្នាមកកាលពីថ្ងៃទី17ម្សិលមិញពុកម៉ែបងប្អូនទាំងអស់គ្នាហើយមួយមកថ្លឹកនេះគឺលទ្ធផលវេលាម៉ោង9:30នាទីពុកម៉ែបងប្អូនទាំងអស់គ្នាអាចទស្សនាបានឬវេលាម៉ោង9:30នាទីកាលពីថ្ងៃទី17នេះគ្នាពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរបាទឥឡូវយើងកន្លែងទៅមើលនៅដំណុចថ្ងៃទី18ខែ3ឆ្នាំ2026មកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីថ្កាលេងសងសនាទាំងអស់គ្នាបន្តទៀតផងដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលថ្មីបាទដើម្បីតាមដាននៃការ live លទ្ធផលផ្ទាល់ក៏ដូចជាមានតម្រូវចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាយកចាត់ធ្វើការលេងសងសនាកុំភ្លេចចុច Subscribe ចុចជាវទាំងអស់គ្នាក្រោមវីដេអូទាំងអស់គ្នាម្នាក់មួយផងពុកម៉ែបងប្អូនទាំងអស់គ្នានឹងជួយចុចសញ្ញាម្នេះ like ឡើងលើខ្ញុំទាំងអស់គ្នាម្នាក់មួយផងដែរបាទអញ្ចឹងស្រាប់នៅថែនឹងលេខអខ្ទង់គឺមានចំនួន2ខ្ទង់គឺមានខ្ទង់ខ្សែក៏ដូចជាខ្ទង់ចិត្តផងដែរបាទខ្សែគឺមានចំនួន2គ្រាប់បាទគឺមានលេខ41 46បាទលេខគូតែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាបាទរីឯខ្ទង់ចិត្តវិញគឺមានលេខ71និងលេខ74ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងឆ្លាញ់ខ្សែអស់ខ្សែបុកខ្ទង់ខ្សែអញ្ចឹងទៅឆ្លាញ់ខ្ទង់ចិត្តអស់ខ្ទង់ចិត្តបុកខ្ទង់ចិត្តអញ្ចឹងទៅចំពោះលេខតូចអស់ពីលេខទាំងអស់គ្នាផងដែរបាទរីឯចំណែកលេខធំ13លេខគឺមានចំនួនតែ2គ្រាប់ទេពុកម៉ែបងប្អូនទាំងអស់គ្នាបាទលេខធំទី1គឺ149បាទលេខយ៉ាគុណពុកម៉ែបងប្អូនទាំងអស់គ្នាបាទលេខគុណត្រឡប់ចុះត្រឡប់ឡើងទៅពុកម៉ែបងប្អូនទាំងអស់គ្នាបាទនិងលេខធំចុងក្រោយគឺ467ពុកម៉ែបងប្អូនទាំងអស់គ្នាបាទលេខទាំងល្អពុកម៉ែបងប្អូនទាំងអស់គ្នាគឺសម្រាប់ខ្ទង់របស់យើងវិញគឺខ្ទង់ខ្សែបាទខ្ទង់ខ្សែវិញយប់បាទមក6:30នាទីយប់គឺល្អប៉ុសអាបាទបងប្អូនអរគ្នាបាទខ្សែទាំងអស់គ្នាបាទរីឯចិត្តវិញគឺល្អនៅក្នុងម៉ោង4:30នាទីបងប្អូនអរគ្នាបាទអញ្ចឹងឆ្លាញ់ម៉ោងមួយណាគឺបងប្អូនធ្វើការសងសនាបានហើយម៉ោងដែលយើងលេងគឺមានម៉ោង1:30នាទីម៉ោង4:30នាទីក៏ដូចជាម៉ោង6:30នាទីបាទបងប្អូនពេញចិត្តម៉ោង1លេងម៉ោង1បាទពេញចិត្តម៉ោង4ក៏លេងម៉ោង4ចឹងទៅបាទចំពោះតម្រុយឆ្នោតយូនយើងនេះបងប្អូនទាំងអស់គ្នាបាទអញ្ចឹងគឺជូនពរបងប្អូនទាំងអស់គ្នាដែលបានធ្វើការមើលការសងបាទទៅដើម្បីឆ្នោតថ្ងៃទី18ខែ3ឆ្នាំ2026បាទជូនពរហេងទាំងអស់គ្នាថ្ងៃសៅរ៍ទាំងអស់គ្នាផងដែរ comment ក្រោមវីដេអូទាំងអស់គ្នាហេងទាំងអស់គ្នាត្រូវឆ្នោតទាំងអស់គ្នាផងដែរគ្រប់គ្នាជួបគ្នានៅថ្ងៃស្អែកបន្តទៀតតាមពេលវេលានឹងម៉ោងដដែលបាទ